សួស្តីចាស់តែជាកម្មនេះអេគួយមុខខ្ញុំនេះគឺ Odeco 5 Color Plastic បើយើងប្រើសម្រាប់ហៅមាត់ច្រកលើដបូលឬក៏នាំផ្លូវតាក់ទងពួក Color Plastic យើងត្រូវការដាក់បាសឲ្យធំដើម្បីឲ្យសលេងវាស្អាតណាហើយនឹង high mid ហើយនឹង high mid នឹងយើងយកត្រឹមម៉ោង11ទៅ high នឹងយើងយកត្រឹមម៉ោង9បានហើយ high នឹងគឺស្មើនឹងពាក្យ treble high នឹងធ្វើវាស្រួយចំពោះegoy កលាត់กระดาษយើងអាចយក bass នឹងម៉ោង9 mid ម៉ោង9 high ម៉ោង9បានហើយយើងយកខ្ពស់ពេកឥឡូវជាមួយខ្ញុំតេស្តឲ្យស្ដាប់តេស្តស្ដាប់ណាអានេះខ្ញុំដាក់កលាត់ plastic មុនបើក្នុងករណីយើងយកអា high នេះខ្ពស់ធ្វើឲ្យសំឡេងយើងបែកបើយើងយក high ខ្ពស់សំឡេងយើងបែកឃើញណាយើងបន្ថយ high ទៅម៉ោង9បានហើយចំពោះកលាត់กระดาษវិញកระดาษនេះ Motorola ខ្ញុំដាក់សំឡេងរៀងលឺខ្លាំងដោយសារគូវាធំនេះយើងអាចដាក់នាំផ្លូវក្នុងផ្ទះឬក៏មាត់ច្រកឬក៏សលេងកូនក៏បានកាន់តែយក high កាន់តែខ្ពស់វាសំឡេងវាស្រួយឃើញទេសំឡេងស្រួយយើងឲ្យយក high មកម៉ោង9មកនេះបាត់ high យកម៉ោង9មកគឺសំឡេងវារស់ឥឡូវខ្ញុំសាកលើ egoy ផ្សេងទៀតegoy ម៉ាកNESM នេះសម្លេងរៀងសតុនណាវាអត់លឺខ្លាំងដូច Motorola វាលឺខ្លាំងជាងនេះ NESM ណាហើយខ្ញុំសាក Motorola ម្ដងMotorola សំឡេងរៀងចាជាងឥឡូវខ្ញុំសាកមក Nest Pro យើងអាចប្រើសលេងនាំផ្លូវក៏បានកូនក៏បាននេះសលេងវាសតុនដែរឃើញទេនេះប្រភេទ Pyro 85ក៏សលេងវាស្អាតដែរចឹងតកតងនឹងការសេរីអំភ្លីសំខាន់ណាបងប្អូនបើតកតងសេរីអំភ្លីយើងមានតកតងនឹងស្បတ်ភ្លេងរបស់យើងហើយនឹងពេជ្រ egoy ចឹងមុននឹងយើងប្រើយើងតេស្ត egoy ថាដាក់កម្រិតប្រមាណដើម្បីឲ្យ egoy យើងវាចេញសំឡេងទៅស្អាតណាយើងតេស្តមួយយើងតេស្តវាមើលទៅបើយើងធ្លាប់ប្រើហើយយើងអត់បាក់តេស្តកាលយើងអត់ធ្លាប់ប្រើយើងត្រូវអង្គុយតេស្តយើងអង្គុយទៀងតែយើងគួរសេរីមីតប្រមាណ treble ប្រមាណចឹងណាអរគុណ